ចំធ្វើម្ហូបឆាឡុកឡាក់បងប្អូនប៉ុន្តែខ្ញុំជៀនដាក់ជៀនចឹងឲ្យវាក្រហមបន្តិចយើងដាក់ខ្លាញ់ទៅហើយជៀនសាច់គោឲ្យវាយ៉ាងត្រឡាប់ហើយយ៉ាងក្រហមបន្តិចទៅបានយើងត្រឡប់ឆាវាសាច់នេះខ្ញុំដាក់រសជាតិឡំរួចហើយឥឡូវខ្ញុំមករោយទឹកស្អ៊ីវខាប់បន្តិចឃើញសាច់ក្រហមបងប្អូនដាក់ទឹកស្អ៊ីវខាប់ចឹងទៅខ្ញុំដាក់ប្រឡាក់មួយសាច់ម្សាហើយយើងយកមកដាក់ជៀនចឹងទៅយើងថែមពីលើម្សាទៀតដើម្បីឃើញក្រហមចឹងណាបងប្អូនហើយសាច់ឆាឡុកឡាក់ខ្ញុំកន្លែងនេះឆ្អិនហើយបងប្អូនខ្ញុំមកដួសដាក់ចានយើងរៀបបន្លែអីស្អាតរួចហើយធ្វើការដួសដាក់ចានទៅឥឡូវនេះរៀបចំដាក់ចានហើយបងប្អូនចំណែកអានេះវិញទឹកជ្រលក់ទឹកត្រីម្រេចម្ទេសហើយនឹងខ្ទឹមសបងប្អូនហើយដាក់ក្រូចឆ្មាបន្តិចទៅរសជាតិសាបប្រៃតាមបងប្អូនចូលចិត្តចឹងណាឥឡូវឆាឡុកឡាក់ខ្ញុំដល់ទីបញ្ចប់ហើយបងប្អូនចូលរួមទាំងអស់គ្នាអាហារពេលល្ងាចចូលរួមទាំងអស់គ្នាបងប្អូន